ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើសាច់ជ្រូក3ជាន់បំពងស្រួយចាចំពោះសាច់ជ្រូក3ជាន់បំពងស្រួយតាមពិតទៅគឺមិនពិបាកធ្វើនោះទេបងប្អូនគ្រាន់តែយើងមានតិចនិចខ្លះៗដើម្បីធ្វើអញ្ចឹងណាចាំមុនបងប្អូនតាមដានទស្សនាវីដេអូសូមបងប្អូនកុំភ្លេចចុច follow page នេះខ្ញុំម្នាក់មួយផងចំពោះសាច់ជ្រូក3ជាន់យើងជ្រើសរើសយកសាច់ជ្រូកដែលវាមានជាន់ខ្លាញ់ជាន់សាច់និងស្បែកនឹងវាងាយដាច់ល្អអញ្ចឹងបងប្អូនកុំយកប្រភេទសាច់ជ្រូកដែលមានសាច់ក្រាស់ពេកឬមកក៏ខ្លាញ់ក្រាស់ពេកអញ្ចឹងទេសាច់ជ្រូក3ជាន់ហ្នឹងគឺវាអត់សូវឆ្ងាញ់ទេហើយដំបូងនេះខ្ញុំចាប់ដើមដាក់ដាំទឹកហើយខ្ញុំមានគល់ជីវ៉ាន់ស៊ុយខ្ទឹមសខ្ញីហើយនិងម្រេចដាក់គ្រឿងហ្នឹងដើម្បីឲ្យសាច់ជ្រូកនេះមានក្លិនឈ្ងុយបន្ទាប់មកខ្ញុំដាក់អំបិលទឹកចន្លោះស្លាបព្រាបាយហើយម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយហើយទឹកស៊ីអ៊ីវ2ស្លាបព្រាបាយដើម្បីសាច់ជ្រូកនេះមានជាតិទៅមកដាក់សាច់ជ្រូក3ជាន់ហ្នឹងចូលមកហើយស្ងោររហូតដល់សាច់ជ្រូកនឹងឆ្អិនណាបងប្អូនតាមតែមកឆ្អិនបានហើយយើងមិនបាច់ចាំទុកដល់តែសាច់ជ្រូកនឹងផុយទេចំពោះរយៈពេលស្ងោរគឺវាស៊ីសងទៅលើកម្រាស់សាច់ជ្រូកដែលយើងធ្វើកាលណាសាច់ជ្រូកយើងវារាងក្រាស់ឬក៏ស្ដើងអីហ្នឹងវាការស្ងោរគឺវាទៅតាមនឹងដែរឥឡូវឃើញថាសាច់ជ្រូកដែលខ្ញុំស្ងោរហ្នឹងគឺវាឆ្អិនហើយខ្ញុំស្រង់មកចេញទុកឲ្យត្រជាក់បន្តិចសិនទើបខ្ញុំយកវាមកចាក់ស្បែកចាក់ចំពោះការចាក់ស្បែកហ្នឹងគឺខ្ញុំយកខ្សមបងប្អូនយកមកចាក់ឲ្យវាទៅសោះមកចំតពីចាក់សាច់ជ្រូកវាសោះល្អហើយខ្ញុំយកកំបិតមកឆូតស្បែកវាបងប្អូនតបមកខ្ញុំយកអំបិលមាត់មកប្រឡាក់នៅលើស្បែកជ្រូកហ្នឹងឲ្យសាច់ជ្រូកវាកាន់តែមានជាតិចឹងបងប្អូនចាក់ទឹកខ្មេះចូលនៅក្នុងឆ្នាំងមួយចាក់រៀងច្រើនដែរដើម្បីយកស្បែកជ្រូកនោះយកមកត្រាំជាមួយទឹកខ្មេះដើម្បីបំពងទៅវាឡើងពងល្អគឺត្រាំរយៈពេល15នាទីពេលដែលហាលគឺយើងយកខាងស្បែកហ្នឹងឡើងលើអញ្ចឹងមកបងប្អូនហាលរយៈពេលណាថ្ងៃវាល្អគឺយើងហាលរយៈពេលត្រឹមតែ3ម៉ោងទៅបានហើយតែបើសិនមិនសូវមានថ្ងៃយើងហាលឲ្យយូរតិចទៅដើម្បីឲ្យស្បែកជ្រូកនោះវារីស្ងួតទៅបំពងទៅវាឡើងពងល្អបងប្អូនពេលដែលបំពងនេះខ្ញុំប្រើប្រេងឆារៀងច្រើនហើយដាក់ប្រេងឆាឲ្យក្តៅមកមានតម្រដើម្បីកល់ស្បែកជ្រូកហ្នឹងពេលដែលយើងបំពងយើងដាក់ស្បែកជ្រូកហ្នឹងនៅលើតម្រងទៅដើម្បីកុំឲ្យស្បែកជ្រូកហ្នឹងវាជាប់នឹងខ្ទះជាងវាសូវពងមិនល្អហើយការបំពងនេះខ្ញុំបំពង2ដងបំពងលើកទី1គ្រាន់តែឲ្យឡើងពងអញ្ចឹងមកតែមិនតាន់ឲ្យវាក្រៀមខ្លាំងទេបងប្អូនការយកបំពង2ដងចេះធ្វើឲ្យស្បែកជ្រូកហ្នឹងវាស្រួយឆ្ងាញ់បានល្អបងប្អូនតែបើសិនជាបងប្អូនបំពងតែម្ដងក៏បានដែរប៉ុន្តែគ្រាន់ថាវាមិនសូវស្រួយខ្លាំងដូចដែលយើងបំពង2ដងតែនេះគឺបំពងលើកទី2បំពងលើកទី2គឺយើងដាក់ប្រេងឆាឲ្យក្តៅខ្លាំងចាំយើងដាក់សាច់ជ្រូកនោះចូលហើយតាមសន្ទុះទៅគឺសាច់ជ្រូកនោះវាឡើងដើរមកយើងស្រង់ចេញយកមកហូបបានហើយចាឥឡូវខ្ញុំថាសាច់ជ្រូកនោះវាត្រជាក់ហើយចំណែកឯរសជាតិវាឆ្ងាញ់បងប្អូនសូវខ្ញោខ្ញុំកាត់ដុំតាមស្នាមដែលខ្ញុំបានឆូតមុនហ្នឹងហើយពេលដែលញ៉ាំខ្ញុំយកមកញ៉ាំជាមួយនឹងទឹកជ្រលក់អង្ករលីងទឹកជ្រលក់អង្ករលីងគឺថាឆ្ងាញ់មែនទែនបងប្អូនក៏ត្រូវជាមួយនឹងសាច់ជ្រូក3ជាន់បំពងស្រួយនេះហើយសាច់ជ្រូក3ជាន់បំពងស្រួយនេះដែរគឺយើងអាចយកទៅឆាទៅធ្វើម្ហូបផ្សេងៗបានច្រើនមុខទេបងប្អូន